ជីវិតដែលរស់នៅសពថ្ងៃរមែងជួបរឿងគ្រប់បែបគ្រប់យ៉ាងដំណើរជីវិតដែលយើងរស់នៅមានសប្បាយមានកើតទុក្ខមានជោគជ័យមានបរាជ័យមានសប្បាយមានកើតទុក្ខសពនៃជីវិតដូច្នេះហើយនៅពេលដែលជីវិតរស់នៅតាមដំណើររបស់វាយើងត្រូវតែស្គាល់នៅសេចក្តីពិតដែលយើងរស់នៅបើមិនដូច្នោះទេជីវិតរបស់យើងរមែងមិនអាចដោះស្រាយបានទៅតាមហេតុដែលយើងជួបទេអ្វីក៏ដោយក៏ត្រូវការពឹងពាក់លើខ្លួនឯងដើម្បីឲ្យយើងអាចទៅមុខបានការពឹងពាក់ទៅលើអ្វីដែលនៅក្រៅខ្លួនទៅលើអ្វីដែលយើងមិនអាចគ្រប់គ្រងបានធ្វើឲ្យយើងមានសេចក្តីទុក្ខកើតឡើងចឹងទៅនៃការដែលយើងឆ្លងកាត់នេះធ្វើឲ្យយើងបានស្គាល់ហើយយកមកពិចារណាដោយយើងត្រូវស្គាល់អំពីចិត្តរបស់យើងវារមែងកើតឡើងគ្រប់ពេលវេលាទាំងអស់សរុបឲ្យខ្លីទៅការរស់នៅគឺត្រូវពឹងពាក់ទៅលើការគ្រប់គ្រងផ្លូវចិត្តឲ្យបានល្អការថែរក្សាសុខភាពឲ្យបានល្អដើម្បីឲ្យយើងអាចប្រើជីវិតរបស់យើងឲ្យបានត្រឹមត្រូវ